ថ្ងៃនេះពីរអ្នកខ្ញុំគឺ on a mission ថាតើបើសិនជាយើងមានលុយត្រឹមតែ 50000 រៀលស្មើនឹង 12 កន្លះថាតើយើងអាចយកទៅទិញម្ហូបអីបានខ្លះដើម្បីញ៉ាំឲ្យឆ្អែតសម្រាប់មនុស្សពីរនាក់បើគិតទៅលុយ 50000 ស្មើនឹង 12 កន្លះហើយបើនៅភ្នំពេញ average price ហាងមួយឬក៏ម្ហូបដែលយើងអាចទិញបានក្នុងមួយចានត្រឹមតែភាគច្រើន on average គឺតម្លៃរបស់វាត្រឹមតែ 10000 ឬក៏ 3 រៀលទេប៉ុន្តែនៅ Vlog Street is a completely different story ដោយសារតែនៅ Vlog Street គឺជាកន្លែងដែលគេលក់ម្ហូបបែប street food style street food style street food style and street food style come with a street food amount ខ្ញុំចង់បានន័យថាចំនួនរបស់វាតិចចឹងដើម្បីឲ្យញ៉ាំឆ្អែតតតែយើងទិញច្រើនមុខ to be honest អានេះមិនមែនលើកទី1ដែលខ្ញុំមក Vlog Street ទេហើយរាល់ដងយ៉ាងហោចណាស់ក៏ចំណាយចាប់ពី70000ទៅ80000ទេដើម្បីឲ្យញ៉ាំឆ្អែតទៅពីព្រោះខ្ញុំមេធំខ្ញុំញ៉ាំច្រើន so to complete this mission